រត់កាត់គ្រាប់ដាច់ទឹក2 ទៅ 3 ថ្ងៃប៉ុន្តែក៏មិនឈឺចាប់ដោយខ្មែរគ្នាឯងនេះកំពុងតែសោកចំអកថាបាត់ទីតាំងនិងកម្លាំងខ្សោយនៅក្នុងពេលឥឡូវនេះសូមបងប្អូនទាំងអស់គ្នាដឹងថាកងទ័ពរបស់យើងពួកគាត់កំពុងតែរបួសហើយសម្រាប់ព្យាបាលនៅក្នុងមន្ទីរពេទ្យហើយកងទ័ពរបស់យើងខ្លះទៀតនឹងពួកគាត់កំពុងតែប្រចាំការនៅឯព្រំដែនគាត់តស៊ូណាស់ខំស្មៅណាស់ដើម្បីជាតិគឺមិនខ្លាចស្លាប់នៅក្នុងសមរភូមិប្រយុទ្ធ21ថ្ងៃដាច់បាយដាច់ទឹកបាក់ទ័ពរត់កាត់គ្រាប់កំភ្លើងដោយគ្រាប់ភ្លៀងអញ្ចឹងពេលខ្លះបងប្អូនបញ្ចេញមតិឬមួយក៏ខមមិននៅក្នុងបណ្ដាញសង្គមណាមួយបងប្អូនគិតថាត្រូវបងប្អូនគិតថាល្អប៉ុន្តែខមមិនទាំងអស់នឹងវាអាចធ្វើឲ្យប៉ះពាល់ដល់ទឹកចិត្តរបស់កងទ័ពយើងប្រសិនជាគាត់បានស្ដាប់ឮហើយគាត់បានឃើញរាល់ខមមិនទាំងអស់នឹងវាអាចធ្វើឲ្យពួកគាត់ឈឺចាប់ជាទីបំផុតគឺបាត់ទីតាំងនិងកម្លាំងយើងខ្សោយជាដើមកងទ័ពរបស់យើងពួកគាត់តស៊ូដល់ដង្ហើមចុងក្រោយយុទ្ធមិត្តពលីបកាស្មាគ្នាសែងគ្នារបួសពីពេញសមរភូមិបងប្អូនមានបានឃើញអត់សង្ឃឹមថាពេលដែលចប់សង្គ្រាមហើយនឹងទទួលបានពាក្យលើកទឹកចិត្តពីប្រជាពលរដ្ឋប្រជាជនហើយប្រជាជននឹងគឺផ្ដល់តម្លៃក៏ដូចជាកិត្តិយសឲ្យពួកគាត់ដែលជាកងទ័ពការពារជាតិប៉ុន្តែអ្វីដែលពួកគាត់ទទួលបានមកវិញពីបងប្អូនប្រជាពលរដ្ឋយើងមួយចំនួនបែរជាប្រើភាសាដែលធ្វើឲ្យពួកគាត់ឈឺចាប់បំផុតហ្នឹងគឺបាត់ទីតាំងកម្លាំងយើងខ្សោយជាដើម